ចាសូមជម្រាបសួរលោកអ្នកបងប្អូនដែលកំពុងតែទស្សនានេះគឺជាវីដេអូសកម្មភាពនៅក្នុងខែឧសភាឆ្នាំ2025ហើយខ្ញុំពិតជាអរគុណព្រះជាម្ចាស់ខ្លាំងណាស់សម្រាប់ក្នុងខែឧសភានេះគឺព្រះអង្គបានឆ្លើយតបនៅសេចក្តីអធិដ្ឋានរបស់ក្រុមជំនុំនៅទីនេះពីសេចក្តីត្រូវការដែលយើងទាំងអស់គ្នាត្រូវការរងចិត្តជុំសម្រាប់ប្រកបថ្វាយបង្គំហើយរៀនជាមួយគ្នាអរគុណព្រះអង្គបានឆ្លើយតបតាមរយៈពន្ធកិច្ចរបស់អង្គការ Great Harvest ដែលមកប្រគំតន្ត្រីក្តីស្រឡាញ់ដំណឹងល្អនៅទីនេះហើយបានធ្វើកន្លែងដ៏ស្រស់ស្អាតមួយសម្រាប់ក្រុមជំនុំនៅទីនេះប្រកបថ្វាយបង្គំព្រះជាម្ចាស់ហើយរីកចម្រើនជាមួយគ្នាបេសកកម្មរបស់អង្គការ Great Harvest បានមកធ្វើតន្ត្រីក្តីស្រឡាញ់ត្រាំកក់គឺនៅក្នុងភូមិព្រៃជាទៀលឃុំតាភេមស្រុកត្រាំកក់ខេត្តតាកែវកាលពីថ្ងៃទី16ដល់ថ្ងៃទី18ខែឧសភាឆ្នាំ2025នេះឯងហើយមុនចាប់ផ្ដើមកម្មវិធីគឺក្រុមការងារយើងបានចែកខិត្តប័ណ្ណតាមបណ្ដាភូមិនានាក៏បានជម្រាបជូនដំណឹងដល់បងប្អូនដែលនៅក្នុងភូមិអាទៀតណាភូមិឃុំអាទៀតនៅក្នុងស្រុកត្រាំកក់ផងដែរយើងមកជួបជុំគ្នាប្រកបនៅក្នុងកម្មវិធីសេចក្តីស្រឡាញ់នេះមានមនុស្សជាច្រើនបានមកចូលរួមហើយក៏មានមនុស្សជាច្រើនបានលើកដៃទទួលព្រះយេស៊ូវជាព្រះអម្ចាស់សង្គ្រោះហើយបងប្អូនរួមជំនឿក៏បានរួមគ្នាអធិដ្ឋានសម្រាប់កម្មវិធីនិងការសាងសង់ទីកន្លែងសម្រាប់ថ្វាយបង្គំព្រះជាម្ចាស់ពួកយើងអធិដ្ឋានសូមព្រះវត្តមានព្រះជាម្ចាស់បានធ្វើការអស្ចារ្យនៅទីនេះបានបើកដួងចិត្តឲ្យមានអ្នកចុះចូលនិងទទួលជឿព្រះអង្គជាព្រះអង្គសង្គ្រោះហើយឃើញថាព្រះជាម្ចាស់បានឆ្លើយតបមានការជាច្រើនមានការអស្ចារ្យជាច្រើនបានកើតនៅក្នុងកំឡុងពេលកម្មវិធីមនុស្សម្នាជាច្រើនបានមកចូលរួមហើយពេញដោយអំណរសប្បាយមានមនុស្សជាច្រើនបានលើកដៃទទួលព្រះយេស៊ូវគ្រីស្ទជាព្រះអង្គសង្គ្រោះហើយមានការអស្ចារ្យគឺការប្រោសឲ្យជាដល់អ្នកដែលជឿហើយអធិដ្ឋានទូលសូមព្រះអង្គគឺជាពីជំងឺផ្សេងការឈឺដៃឈឺជើងឈឺពោះឈឺក្បាលការដែលភ្នែកមើលមិនច្បាស់អីគឺព្រះអង្គបានប្រោសឲ្យជានៅក្នុងថ្ងៃកម្មវិធីសេចក្តីស្រឡាញ់នោះឯងអរព្រះគុណព្រះអង្គហើយរឹតតែអស្ចារ្យមួយទៀតនោះគឺកំឡុងពេលកម្មវិធីរបស់យើងទាំង3ថ្ងៃហ្នឹងគឺព្រះជាម្ចាស់ព្រះអង្គបានបិទផ្ទៃមេឃមិនឲ្យមានភ្លៀងរំខានឡើយដែលពីមុនពេលកម្មវិធីគឺតែងតែភ្លៀងជារៀងរាល់ថ្ងៃហ្មងអរគុណព្រះអង្គបានធ្វើការអស្ចារ្យសរសើរដំកើងឲ្យថ្វាយសិរីល្អដល់ព្រះជាអម្ចាស់ហើយគ្រាន់តែការប្រគំតន្ត្រីយើង3ថ្ងៃនោះបានបញ្ចប់ទៅគ្រាន់តែស្អែកឡើងរើសសម្រាមរើសអីសម្អាតទីធ្លាហើយដុតសម្រាមដុតអីចោលហើយចាប់ផ្ដើមភ្លៀងមកហ្មងពេលរសៀលហ្នឹងភ្លៀងប្រហែលថ្ងៃនឹងជាប់គ្នាក៏ទៅតាំងពីថ្ងៃច័ន្ទរហូតដល់ថ្ងៃអាទិត្យវិញអាទិត្យពេលព្រឹកទៀតដល់ពេលម៉ោងកម្មវិធីយើងសម្ពោធអគារក្រុមជំនុំអរគុណព្រះអង្គមិនរំខានដោយសារភ្លៀងទេអរគុណព្រះអង្គណាស់ហើយថ្ងៃយើងសម្ពោធអគារក្រុមជំនុំដែលទើបសាងសង់ហើយរួចថ្មីហ្នឹងមានមនុស្សចូលរួមជាច្រើនហើយអរគុណព្រះអង្គមានអ្នកដែលស្ម័គ្រដើរតាមព្រះយេស៊ូវហើយទទួលពិធីជ្រមុជទឹកក្នុងថ្ងៃសម្ពោធអគារក្រុមជំនុំនោះផងដែរអរគុណហើយសើដំកើងព្រះអង្គហើយខ្ញុំបានរៀបរាប់មកត្រួសប៉ុណ្ណឹងឯងហើយសូមអញ្ជើញលោកអ្នកបងប្អូនបានបន្តទស្សនានៅរូបភាពសកម្មភាពដែលខ្ញុំបានដាក់នៅក្នុងវីដេអូនេះអំពីអ្វីដែលខ្ញុំបាននិយាយកន្លងមកហ្នឹងសូមអរគុណសូមព្រះជាម្ចាស់ប្រទានពរដល់លោកអ្នកបងប្អូនទាំងអស់គ្នាសូមប្រកបដោយអំណរនិងសេចក្តីសុខសាន្តនៃព្រះអម្ចាស់យេស៊ូវគ្រីស្ទអាមែនសូមព្រះប្រទានពរHãy subscribe cho kênh Ghiền Mì Gõ để không bỏ lỡ
nhung Prisu ơi I believe you are the Son of God. con chưa thá Pre ong chị bật ra này pre I believe you died for my sin hai pre ong rùa làng vinh and you are alive today. hai pre ong rùa nữ sập ngày Pray as you come into អញ្ចឹងកុមារទាំងអស់យើងមកជួបជុំគ្នារៀនជាមួយគ្នាទទួលអំណរជាមួយគ្នាហើយក៏បណ្ដុះបណ្ដាលផ្នែកសិលធម៌រស់នៅដែរជាមួយគ្នាហើយថ្ងៃអាទិត្យពេលរសៀលដូចគ្នាគឺជាកម្មវិធីរបស់មនុស្សចាស់ប្រកបរៀនព្រះបន្ទូលជាមួយគ្នាទៅសើដំកើងព្រះអង្គជាមួយគ្នាហើយក៏លើកទឹកចិត្តគ្នាផងដែរមកចូលរួមកម្មវិធីសុភធគាចាំបានទេយើងបានអត់ជើញមកទេ Now, if you're coming next Sunday to the church opening ceremony, បាទដល់ពេលដែលបងប្អូនមកថ្ងៃទី25ទៅជាថ្ងៃអាទិត្យនេះ please raise your hand. I want to see បា your ទសុំ hands. សុំឥឡូវប្រហែលអ្នកដែលថាថ្ងៃអាទិត្យក្រោយយើងមកចូល If រួម you will សុភ come, ធគាដែរ if you will come, I want to see your hand, បាទ please. គឺសូមលើកដៃមកគឺយើងធ្វើនៅពេលល្ងាច ថ្ងៃនេះខុសពីថ្ងៃម្សិលមិញក៏ខុសពីថ្ងៃម្សិលមួយថ្ងៃដែរដឹងតាភ្លៀងធ្លាក់មកឥឡូវហ្នឹងហើយអរគុណព្រះអង្គយើងចប់កម្មវិធីបានភ្លៀង